ជាបឋមសូមនមស្ការចំពោះបរតនត្រ័យទាំង3មានពុទ្ធរតនៈ1ធម្មរតនៈ1និងសង្ឃរតនៈ1ដោយសេចក្តីគោរពជ្រះថ្លាជាទីពឹងសពកាលថ្ងៃនេះធ្វើធម្មទានអំពីពាក្យថានិយមន័យទាននេះទាធាតុនិយុបច្ច័យដែលមានន័យថាឲ្យអង្គធរបានដល់អលោភៈដែលកើតជាមួយនឹងតួចេតនាដូចមានវិកហថាទីយតិអេតេណាតិទានណាំងជនរមែងឲ្យដោយចេតនាព្រោះហេតុនោះឈ្មោះថាទានចេតនានៅក្នុងទីនេះគឺជាចេតនាល្អនៅខាងក្នុងដែលលះនៅអកុសលចិត្តដែលជាចិត្តល្អដែលសម្ពយុទ្ធជាមួយនឹងចេតសិកអលោភៈជាចេតនាល្អវកហៈទី2នោះទាតពន្តិទានណាំងវត្ថុជនដើម្បីឲ្យឈ្មោះថាទានគឺមួយក៏វត្ថុដែលគប្បីឲ្យឈ្មោះថាទានវត្ថុដែលគប្បីឲ្យនោះបានដល់ទេយវត្ថុឬមួយក៏ជាទេយធម៌ឲ្យទានតើតើមានទេយវត្ថុសម្រាប់ឲ្យទានដែលជាចេតនាស្អាតលះខាងក្នុងដោយអង្គធម៌ដោយចេតនាល្អហើយការឲ្យទាននោះមានលំដាប់នៃការឲ្យទានមាន3ទី1ហៅថាហីនទានទី2ហៅថាមជ្ឈិមទានទី3ហៅថាបណៃតទានហីនទាននេះគឺជាទានលំដាប់ទាបបានដល់ការធ្វើទានដែលចង់បានលៀបចង់បានយសចង់បានគេឈ្មោះចូលច្រើនទៅដើម្បីឲ្យគេសរសើរឲ្យបានកត់ឈ្មោះកត់អីចឹងទៅនេះជាកុសលហើយតែជាទានលំដាប់ទាបដល់តែទី2នោះគឺមជ្ឈិមទាននេះបានដល់ទានថ្នាក់កណ្ដាលធ្វើទានទៅចង់បានកើតជាទេវតាចង់បានកើតជាមនុស្សចង់បានសេចក្តីសុខចេះអីចឹងទៅហ្នឹងហៅថាមជ្ឈិមទានដល់តែទានទី3នោះគឺទានដ៏ឧត្តមទានដ៏វិសេសទានដ៏ប្រណិតនោះហៅថាបណៃតទានគឺទានដែលលំដាប់ខ្ពស់ទានហ្នឹងគឺអត់មានសេចក្តីប្រាថ្នាអីទេគឺដើម្បីរួចចាក់ទុកបានដល់នៅព្រះនិព្វានតែម្យ៉ាងការឲ្យទានហ្នឹងហើយទាននេះបុគ្គលខ្លះដូចជាការធ្វើបុណ្យឆ្លងបច្ចេកដីបុណ្យបច្ច័យ4ហើយផ្សេងបុណ្យកតញ្ញូអីចឹងទៅថាធ្វើតតែអស់លុយតែទាន2យ៉ាងទៀតដែលធ្វើទៅមិនអស់លុយនោះទី1ហៅថាអភ័យទានការឲ្យនៅអភ័យដល់សពសត្វទាំងអស់ឧទាហរណ៍ដូចជាញោមជិះឡានឬជិះម៉ូតូមានឡានគេសង្គ្រោះបន្ទាន់មកញោមបើកផ្លូវឲ្យគេទៅគឺការឲ្យនៅអាយុជីវិតហៅថាអភ័យទានទី2គឺធម្មទានការឲ្យទានប្រធរដូចជាអាត្មាអញ្ចឹងការឲ្យទាននៅចំណេះដឹងប្រធរបានជាប្រយោជន៍